បាទសួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះយើងមកនិយាយគ្នាម្ដងទៀតទាក់ទងទៅនឹងការបដូរលេខកូដសម្ងាត់ Apple ID ដែលយើងបានភ្លេចតាមពិតការបង្ហាញពីរបៀបបដូរលេខកូដសម្ងាត់ Apple ID នេះខ្ញុំបានចេញម្ដងរួចហើយបាទតែមានបងប្អូនខ្លះគាត់ចូលមក comment ជាពិសេសនៅក្នុង TikTok ហ្នឹងគាត់ comment ថាគាត់អត់អាចធ្វើការដូរបានទេដោយសារតែវាទាមទាររកលេខកូដចាស់ណាហ្នឹងហើយអញ្ចឹងក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនម្ដងទៀតបាទហើយក៏សង្ឃឹមថាវីដេអូនេះនឹងជាជំនួយមួយផ្នែកទៀតដល់បងប្អូនទាំងអស់គ្នាតោះចាប់ផ្ដើមដំបូងបងប្អូនចូលមកកាន់ setting បាទនៅពេលដែលចូលមក setting ចុចនៅលើឈ្មោះ Apple ID ឬក៏ iCloud យើងនឹងមកហើយចុចលើពាក្យ sign in and security បាទអញ្ចឹងមកដល់ត្រង់នេះបងប្អូននឹងឃើញមាន mail 2ខ្សែបាទ mail ទី1គឺជា add iCloud ហ្នឹងហើយអាហ្នឹងគឺជា mail ចម្បងបាទហើយបន្តមកទៀតគឺលេខទូរស័ព្ទដែលយើងបានបង្កើត ID ហ្នឹងហើយ mail ខាងក្រោមគេនេះគឺជា mail សម្រាប់ធ្វើការ recovery ដែលគេបាន add បញ្ចូលអញ្ចឹងដើម្បីធ្វើការបដូរលេខកូដសម្ងាត់ Apple ID ឬក៏ iCloud ហ្នឹងបាទដើម្បីបដូរបានបងប្អូនត្រូវមានលេខទូរស័ព្ទមួយខ្សែហ្នឹងណាបើសិនជាអត់មានលេខទូរស័ព្ទមួយខ្សែហ្នឹងទេបងប្អូនអាចធ្វើការ add បញ្ចូលលេខថ្មីបានហើយបងប្អូនត្រូវតែមាន email នេះផងដែរបាទ email ពីរហ្នឹងបងប្អូនមានមួយណាក៏បានដែរបាទបើសិនជាមានទាំងពីរហ្មងក៏កាន់ល្អឥឡូវដើម្បីធ្វើការបដូរលេខកូដសម្ងាត់បងប្អូនចុចនៅលើពាក្យ change password ដែលមានអក្សរពណ៌ QQ នៅត្រង់នេះបាទអញ្ចឹងដើម្បីធ្វើការបដូរលេខកូដសម្ងាត់បានជាទូទៅគេឲ្យយើងបញ្ចូលលេខកូដសម្ងាត់ចាស់ហើយពីខាងក្រោមនេះគឺគេឲ្យបញ្ចូលលេខកូដសម្ងាត់ថ្មីដែលយើងចង់បានបាទតែយើងអត់ចាំទេហ្នឹងហើយអញ្ចឹងបងប្អូនចុចនៅលើពាក្យថា forgot password ពណ៌ Q នៅខាងក្រោមនេះមកដល់ត្រង់កន្លែងនេះគេឲ្យយើងបំពេញលេខទូរស័ព្ទយើងដែលមានកន្ទុយលេខ02ហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការបញ្ចូលលេខទូរស័ព្ទខ្ញុំចូលហើយ continueចឹងមកដល់ត្រង់កន្លែងនេះគេបញ្ជាក់ប្រាប់យើងថាគេនឹងផ្ញើលេខកូដចូលទៅក្នុង email បាទ email មួយខ្សែនៅខាងក្រោមហ្នឹងបាទហើយអញ្ចឹងយើងចុចលើពាក្យ send code អូខេឥឡូវឃើញមាន6ប្រអប់ដើម្បីឲ្យយើងបំពេញកូដឥឡូវយើងចូលទៅកាន់ mail បាទយើងចូលទៅ check mail ដើម្បីយកលេខកូដហ្នឹងមកនេះបងប្អូនបាទចុចកន្លែងនេះមកបាទអញ្ចឹងយើងអូសឡើងលើបន្តិចនឹងឃើញហើយនេះបងប្អូនបាទលេខកូដហ្នឹងបាទ6ខ្ទង់អញ្ចឹងយើងយកលេខកូដហ្នឹងយកមកបំពេញចូលនៅក្នុងប្រឡោះ6នេះមកអញ្ចឹងត្រង់កន្លែងនេះសម្រាប់បងប្អូនដែលអត់មាន mail ទេពិបាកបន្តិចហ្នឹងហើយអូខេឥឡូវយើងវាយលេខកូដចូលហើយបាទមកដល់ត្រង់នេះយើងអាចបង្កើតលេខកូដសម្ងាត់ថ្មីបានហើយអញ្ចឹងសម្រាប់លេខកូដនេះបងប្អូនត្រូវដាក់ចាប់ពី8ខ្ទង់ឡើងទៅហើយមានអក្សរធំនៅពីមុខបាទមានលាយលេខលាយសញ្ញាខ្លះមកក៏ល្អដែរហ្នឹងហើយអញ្ចឹងទាំងពីរយូរហ្នឹងយើងដាក់ដូចគ្នាមកហើយចុច continue នៅខាងក្រោមនេះមកចុចអាពណ៌ Q ខាងក្រោមហ្នឹងមួយទៀតមកអូខេតែប៉ុណ្ណឹងរួចរាល់ហើយបាទអញ្ចឹងយើងដូរលេខកូដថ្មីបានជោគជ័យហើយអញ្ចឹងសរុបមកវិញដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរលេខកូដសម្ងាត់ Apple ID នៅពេលណាដែលយើងភ្លេចបាទទី1គឺបងប្អូនត្រូវតែមាន SIM ដែលយើងធ្លាប់យកមកបង្កើត ID មួយហ្នឹងបើអត់មាន SIM ទេបងប្អូនអាច add លេខថ្មីយើងមកចូលបានបាទហើយមួយទៀតគឺបងប្អូនត្រូវតែមាន email ផងដែរដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរហើយបើសិនជាអត់មាន email នឹងទៀតបងប្អូនត្រូវបង្កើត email ថ្មីហើយ add បញ្ចូលបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ហើយនឹងអាចធ្វើបានទាំងអស់គ្នាបាទជម្រាបលាបាយបាយ